Romanian deadlift មិនថាជើងមួយឬក៏ជើងពីរគឺល្អខ្លាំងមែនទែនអ្នកនរគ្នាដោយថាដំបូងគឺយើងលេងជើងពីរសិនអញ្ចឹងណាប៉ុន្តែដល់ពេលរាងកាយរបស់យើងចាប់ផ្ដើមរាងស៊ាំដែរហើយយើងអាចកាន់គីឡូបានអីចឹងយើងអាចលេងប្រភេទជាជើងមួយកុំឲ្យពេលខ្លះយើងគិតថាលេងដែលធម្មតាដូចនិយាយចឹងគឺជើងរបស់យើងវាអត់មានកម្លាំងស្មើគ្នាទេប្រកបជាមានមួយខ្សោយមួយខ្លាំងហ្នឹងមែនអត់អញ្ចឹងបើសិនជាអ្នកនរគ្នាចង់អភិវឌ្ឍសាច់ដុំជើងរបស់យើងសាច់ដុំពោះរបស់យើងឲ្យវាស្មើគ្នាមានន័យថាអ្នកនរគ្នាមិនអាចលេងលំហាត់ប្រាណដែលតែងតែជើងពីររហូតទេយើងប្រកាសជាមានពេលខ្លះយើងលេងត្រូវលេងជើងមួយហើយគីឡូអ្នកនរគ្នាអាចលេងតិចក៏បានដែរដំបូងដើម្បីយើងរៀនពី form សិនការលេង barbell Romanian deadlift នេះគឺថាគីឡូអ្នកនរគ្នាចាំបាច់ត្រូវទៅដាក់រອບមួយជើងយើងចាបាហ្នឹងគឺវាអត់អាចនៅឆ្ងាយពីយើងបានទេបើសិនជានៅឆ្ងាយគឺប្រទៀងជាមួយចង្កេះខ្លាំងព្រោះគីឡូកាន់តែធ្ងន់យើងកាន់តែពិបាកគ្រប់គ្រងអញ្ចឹងបងប្អូនពេលដែលលេងព្យាយាមយល់ពីខ្លួនឯងហើយព្យាយាមយល់ពីលំហាត់ប្រាណហ្នឹងទើបយើងអាចទទួលបានផលដ៏អត់មានបញ្ហា